ជាដំបូងសូមគោរពជំរាបសួរកម្មវិធីអ្នកគ្រូនិងសួស្តីកម្មវិធីអ្នកទស្សនាទាំងអស់គ្នាអ្នកខ្ញុំខ្ញុំសូមសរសើរថ្ងៃនេះអ្នកខ្ញុំនឹងលើកយកកំហាត់មួយជាតោវិជាគីមីនៅក្នុងសកលវិទ្យាល័យទី12នៅទំព័រទី27លេខ18មកធ្វើការបង្ហាញដល់អ្នកគ្នាមុននឹងធ្វើការដោះស្រាយលំហាត់នេះបានត្រូវតែអានប្រធានជំនួសសិលថាលំហាត់គេឲ្យយើងធ្វើអីហើយគេឲ្យរកអ្វីហើយដាក់លំហាត់ទី18នេះគេឲ្យយើងបញ្ជាក់ថាតើជាកាតាលីនអូម៉ូសែនឬកាតាលីនអេដ្រូសែនចំពោះប្រតិកម្មមួយខាងក្រោមហើយមុននឹងយើងអាចដឹងថាប្រតិកម្មមួយទាំងអស់នេះជាមួយណាជាកាតាលីនអេដ្រូសែននិងកាតាលីនអូម៉ូសែនបានយើងត្រូវដឹងនិយមន័យសិនតើកាតាលីនអូម៉ូសែននិងកាតាលីនអេដ្រូសែនមានន័យដូចនេះអ្នកខ្ញុំសូមធ្វើការអាននិយមន័យដូចនេះហើយនិយមន័យរបស់កាតាលីនអូម៉ូសែនសំដៅទៅលើភាពរូបដូចគ្នារវាងអង្គធាតុប្រតិកនិងកាតាលីករចំណែកឯកាតាលីនអេដ្រូសែនសំដៅទៅលើភាពរូបខុសគ្នារវាងអង្គធាតុប្រតិកនិងកាតាលីករឥឡូវយើងចាប់ផ្ដើមដោះស្រាយទាំងអស់គ្នាក្នុងករណីកគឺប្រតិកម្មរវាង 2n ហាត់3បូកជាមួយនឹង5លើក2 O2 ហើយឲ្យផលជា 2NO បូកជាមួយនឹង3ទឹកហើយមានកតាលីករពេលទេជាមើលថាភាពរូប C ហើយនឹង N នេះដូចគ្នាអត់បើសិនជាដូចគ្នាមានន័យថាចូលកាតាលីនអូម៉ូសែនតែបើវាមានភាពរូបដូចខុសគ្នាមានន័យថាមានកាតាលីនអេដ្រូសែនពីព្រោះវាមានភាពរូបខុសគ្នាហើយយើងអាចសន្មតថាកាតាលីករវាជាកាតាលីនអេដ្រូសែនព្រោះដោយសារតែភាពរូបនៅក្នុងអង្គធាតុប្រតិករនិងកាតាលីករមានភាពរូបខុសគ្នាដូច្នេះយើងអាចដាក់បានថាកាតាលីករកាតាលីនអេដ្រូសែនកាតាលីករប្រតិកម្មរវាង2ហាត់2 O 2ឲ្យផលជា O លើបូក2ទៅហើយយើងមើលភាពរូបអង្គធាតុប្រតិករហើយនិងកាតាលីករវាដូចគ្នាអត់បើសិនជាវាដូចគ្នាមានន័យថាកាតាលីនោះជាកាតាលីអូម៉ូសែនតែបើវាមានភាពរូបកន្លែងដូចកន្លែងនេះខុសគ្នាមានន័យថាវាមិនមែនជាកាតាលីអូម៉ូសែនទេព្រោះវាមានភាពរូបខុសគ្នាហើយកាតាលីករហើយនឹងអង្គធាតុប្រតិករនេះមានភាពរូបមួយដូចគ្នាចាំហើយយើងអាចសន្មតបានថាប្រតិកម្មនេះជាកាតាលីអូម៉ូសែនគឺកាតាលីចូលដល់កាតាលីទីកគឺប្រតិកម្មរវាង2ហាត់2 O2 ឲ្យផលជា O2 បូក2ទឹកហើយមានកាតាលីករNO2 ហើយមានភាពរូបឯឥឡូវចាំតាមមើលថាអង្គធាតុប្រតិករហើយនៅកាតាលីករនេះមានភាពរូបដូចគ្នាអត់បើសិនជាវាមានភាពរូបដូចគ្នាមានន័យថាប្រតិកម្មនេះជាកាតាលីអូម៉ូសែនតែបើសិនជាភាពរូបអង្គធាតុប្រតិករ AC ហើយនឹងអង្គធាតុប្រតិករ S វាអត់ដូចគ្នាទេវាភាពរូបខុសគ្នាចាំហើយយើងអាចសន្មតបានថាប្រតិកម្មនៅក្នុងសម័យកាលនេះជាកាតាលីនអេដ្រូសែនហើយចាប់ដល់សេមកកាតាលីនអូអេដរូសែនករណីកោបានចប់ហើយចាហើយចាប់ដើមចូលករណីទីខគឺប្រតិកម្មC53 COO ណាបូកជាមួយនឹង C2 ហាត់5 O ហាត់ហើយឲ្យផលជា C53 CO O C2 ហាត់5បូកជាមួយនឹងទឹកហើយមានកាតាលីករហាត់បូកជាអ៊ីយ៉ុងចឹងហើយមានភាពរូប A1 ហើយយើងសង្កេតមើលថាអង្គធាតុប្រតិករនិង
កតានីកវាមានភាពដូចគ្នាអត់គឺមើលថាអង្គធានប្រតិបត្តិមានភាពដូច AC ដូចគ្នាហើយមើលកតានីកយើងវាមានភាពដូច AC ដូចអង្គធានប្រតិបត្តិដែរអញ្ចឹងហើយយើងអាចសន្និដ្ឋានបានថាប្រតិកម្មនេះជាកាតាលីអូម៉ូសេហើយកតាសេកតាលីអូម៉ូចូលដាក់ក្នុងកាត់នៃពីណូគឺកម្មរវាង SO2 បូកជាមួយនឹង1លើ2 O លើហើយអត់ហើយជា SO3 ហើយមានកតានីកវា NO2 ហើយមានភាពរូបសេនេះមានន័យថាភាពរូបជាស្មានហើយនៅខាងអង្គធាតុប្រតិកោវាមានភាពរូបជាសេដូចគ្នាវាជាស្មានដូចគ្នាអញ្ចឹងហើយយើងអាចសន្មតបានថានៅកាតាលីងូនេះកាតាលីនេះជាកាតាលីអូម៉ូសេព្រោះអង្គធាតុប្រតិកោនិងកតានីកោមានភាពដូចគ្នាអញ្ចឹងយើងអាចនិយាយបានថាកាតាលីអូម៉ូសេចូលដល់កាតាលីចដល់កម្មរវាង 2AL បូក 3 ether ឲ្យផលជា 2AL E3 ហើយមានកតានីកវាទៅនឹងហើយភាពរូប L ចំណែកឯអង្គធាតុប្រតិកោមានភាពរូប S អញ្ចឹងហើយវាមានភាពរូបអត់ដូចគ្នាទេអញ្ចឹងយើងអាចសន្មតថាប្រតិកម្មនេះជាកាតាលីអេរ៉ូសេហើយយើងសេមកកាតាលីអេអញ្ចឹងការបកស្រាយលំហាត់ទាំង6ករណីរបស់ខ្ញុំត្រូវបានបញ្ចប់អរគុណសម្រាប់ការទស្សនាវីដេអូនេះរបស់គ្នាសូមជម្រាបលា